បញ្ហាដែលក្រៅអំពីវិបត្តិនៃសង្គ្រាមរវាងប្រទេសអ៊ុយក្រែនក៏ដូចជាជាមួយនឹងប្រទេសរុស្ស៊ីវាគឺជាបញ្ហាដ៏ធំមួយហើយក៏ប៉ុន្តែនៅពេលថ្មីៗនេះពិភពលោកបានជួបរឿងដ៏សោកសៅឬក៏ជួបនៅរឿងដែលមិនអាចនឹកស្មានដល់នោះគឺក្រោមការដឹកនាំរបស់លោក Donald Trump ដែលធ្វើឲ្យពិភពលោកគឺមានភាពចលាចលតែម្ដងតាមរយៈច្បាប់ពន្ធគយថ្មីរបស់គាត់ដោយដែលបងប្អូនទាំងអស់គ្នាបានដឹងឬក៏បានយល់ខ្លះហើយទៅតងជាមួយនឹងតាមបណ្ដាញសារព័ត៌មានជាច្រើនដែលតកតងជាមួយនឹងរបបឬក៏បរិបទពន្ធគយថ្មីរបស់រដ្ឋបាលលោក Donald Trump ដែលជារដ្ឋបាលថ្មីដែលគាត់ទើបតែឡើងកាន់អំណាចនេះតែម្ដងជាក់ស្ដែងកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025យើងនឹងតែម្ដងលោកប្រធានាធិបតី Donald Trump គឺគាត់បានចេញឬក៏បានចុះហត្ថលេខាទៅលើច្បាប់ពន្ធគយថ្មីដែលជាការដាក់កំហិតឬក៏ការត្បៀតគៀបយកពន្ធនៃការនាំចូលពីបណ្ដាប្រទេសនៅលើពិភពលោកយើងនឹងឯងចូលទៅក្នុងប្រទេសរបស់ខ្លួនដែលវាជាហេតុធ្វើឲ្យពិភពលោករបស់យើងនឹងកំពុងតែមានបញ្ហាទៅលើផ្នែកសង្គ្រាមហើយនឹងក៏បានមានភាពច្របូកច្របល់ខ្លាំងតែម្ដងតាមរយៈការគៀបសង្កត់ឬក៏ការរដ្ឋបិទយកពន្ធគយថ្មីអំពីសំណាក់រដ្ឋបាលរបស់លោក Donald Trump តែម្ដងជាពិសេសដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាប្រទេសកម្ពុជាយើងក៏ស្ថិតនៅក្នុងប្រទេសមួយដែលតម្រូវឲ្យការបង់ទៅលើពន្ធនាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកនឹងខ្ពស់ផងដែរវារហូតដល់49%ដែលនេះវាគឺជាទិន្នន័យមួយដែលជាទិន្នន័យដល់ខ្ពស់តែម្ដងដែលពួកយើងនឹកស្មានមិនដល់ក្រៅតែអំពីប្រទេសកម្ពុជាយើងប្រទេសវៀតណាមក្តីប្រទេសថៃក្តីគឺសុទ្ធសឹងតែទទួលបាននៅការគៀបសង្កត់យកពន្ធគយនៃការនាំចូលអំពីទឹកដីសហរដ្ឋអាមេរិកតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាទង្វើឬក៏ការចេញមកឈ្លានពានរបស់លោក Donald Trump នេះគឺគាត់គិតថាវាគឺជាការស្វែងរកនៅយុត្តិធម៌ឬក៏ការស្វែងរកនៅតម្លាភាពនៃការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងបណ្ដាប្រទេសនៅក្នុងពិភពលោកយើងនេះតែម្ដងដោយគាត់បានយល់ឃើញថាតាំងពីអាណត្តិមុនមកសហរដ្ឋអាមេរិកបើនិយាយអំពីតទៅជាមួយនឹងពាណិជ្ជកម្មរវាងប្រទេសផ្សេងទៀតសហរដ្ឋអាមេរិកបានដើរទៅក្រោមនៃប្រទេសផ្សេងទៀតតាមរយៈបរិបទនៃការយកពន្ធនឹងតែម្ដងអញ្ចឹងហើយបានគាត់និយាយថាដើម្បីស្វែងរកនៅយុត្តិធម៌ដល់អាមេរិកឬក៏ធ្វើឲ្យជញ្ជិញពាណិជ្ជកម្មរវាងអាមេរិកជាមួយនឹងប្រទេសផ្សេងទៀតគឺមានភាពស្មើគ្នាលុះត្រាតែអាមេរិកចងក្រងធ្វើជាពន្ធថ្មីមួយដើម្បីដាក់ទៅតាមប្រទេសផ្សេងនៅក្នុងការនាំចូលផលិតផលរបស់ប្រទេសនីមួយចូលទឹកដីសហរដ្ឋអាមេរិកជាក់ស្ដែងដូចជាប្រទេសចិនតែម្ដងគឺជាប្រទេសដែលមានសក្តានុពលឬក៏ប្រទេសមហាអំណាចសេដ្ឋកិច្ចទី2នៅក្នុងពិភពលោកយើងនេះក៏ជួបនៅបញ្ហាវិបត្តិដ៏ធំផងដែរអំពីសំណាក់បងធំសេដ្ឋកិច្ចទី1គឺសហរដ្ឋអាមេរិកតែម្ដងដែលសហរដ្ឋអាមេរិកធ្វើការគៀបសង្កត់ឬក៏ការត្បៀតយកពន្ធគយថ្មីពីសំណាក់ប្រទេសចិននឹងរហូតទៅដល់140%ជាងដែលនេះវាគឺជាចំនួនឬក៏ជាទិន្នន័យនៃការយកពន្ធច្រើនតែម្ដងអំពីទឹកដីសហរដ្ឋអាមេរិកបើទោះបីជាអាមេរិកសម្រាប់ឬក៏ធ្វើអ្វីមួយតាមចិត្តខ្លួនឯងដោយពុំបានឆ្លងកាត់អំពីការស្វែងយល់ព័ត៌មានឬក៏ឲ្យបានស៊ីជម្រៅយ៉ាងណាក៏ដោយប្រទេសចិនគឺមិនឈរនៅស្ងៀមនោះទេគឺប្រទេសចិនបានវាយបកទៅលើការគៀបសង្កត់ឬក៏ការយកពន្ធពីទឹកដីសហរដ្ឋអាមេរិករហូតដល់120%ជាងដែលវាជាចំនួនឬក៏ជាទិន្នន័យដែលប្រទេសទាំងពីរនេះកំពុងតែវាយប្រហារឬក៏វាយបកគ្នាតាមរយៈការធ្វើសង្គ្រាមពាណិជ្ជកម្មតាមរយៈការគៀបសង្កត់ពន្ធគយរវាងគ្នាទៅវិញទៅមកដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាមិនមែនតែប្រទេសចិនឬក៏ប្រទេសកម្ពុជាថៃឡាវវៀតណាមទេដែលកំពុងតែមានបញ្ហាទៅលើវិបត្តិពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកប្រទេសជាច្រើនដែលជាសព្វនិមិត្តរបស់សហរដ្ឋអាមេរិកឬក៏ជាសត្រូវរបស់សហរដ្ឋអាមេរិកក្តីគឺសិតសឹងតែទទួលបាននៅបញ្ហាឬក៏ការគៀបសង្កត់ទៅលើពន្ធគយថ្មីអំពីសំណាក់លោក Donald Trump ដែលវាជាកត្តាឲ្យប្រទេសទាំងអស់នោះគឺកំពុងតែមានភាពឈឺក្បាលតែម្ដងដូចដែលខ្ញុំបានលើកឡើងពីខាងលើអញ្ចឹងអ្វីដែលជាគោលដៅធំបំផុតរបស់សហរដ្ឋអាមេរិកនឹងឯងគឺគាត់ចង់រកយុត្តិធម៌ឬក៏រកនៅតម្លាភាពឲ្យប្រទេសរបស់ខ្លួនវិញតាមរយៈការដាក់ទៅលើពន្ធគយថ្មីនឹងតែម្ដងបើយើងនិយាយទៅទាំងអស់នេះវាគឺជាការ
បង្កើតឬក៏ការធ្វើឲ្យមានភាពរកាំរកូសធ្វើឲ្យពិភពលោកកាន់តែមានភាពចលាចលឡើងតាមរយៈពន្ធគយថ្មីរបស់លោក Donald Trump បើទោះបីជាគាត់ធ្វើការគៀបសង្កត់ទៅគេយ៉ាងណាក៏ដោយក៏ប៉ុន្តែមានប្រទេសមួយចំនួនគឺគេបានវាយបកឬគេបានប្រឆាំងជាមួយនឹងរដ្ឋការរបស់លោក Donald Trump ផងដែរជាក់ស្ដែងដូចជាប្រទេសកាណាដាដែលជាប្រទេសជិតភូមិផងរបងជាមួយនឹងសហរដ្ឋអាមេរិកក៏គេបានធ្វើការវាយបកទៅលើការគៀបសង្កត់របស់សហរដ្ឋអាមេរិកតាមរយៈការយកពន្ធជាដើមតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបហើយថាប្រទេសកាណាដានៅពេលដែលទទួលបានការគៀបសង្កត់ពន្ធគយថ្មីអំពីសហរដ្ឋអាមេរិករហូតទៅដល់ចំនួន25%ដែលសហរដ្ឋអាមេរិកបានដាក់ទៅដល់ប្រទេសជិតខាងរបស់ខ្លួនដូចជាប្រទេសកាណាដាប្រទេសមិចស៊ិកជាដើមហើយប្រទេសកាណាដាក៏គេបានវាយបកតាមរយៈការឈប់ប្រើប្រាស់នៅរាល់ទំនិញដែល made in the United States អីជាដើមអញ្ចឹងវាកំពុងតែធ្វើឲ្យប្រទេសទាំងអស់នេះកំពុងតែមានភាពចលាចលក៏ដូចជាចិនក៏កំពុងតែមានភាពចលាចលនៅក្នុងការដាក់ពន្ធរហូតដល់145%អំពីសំណាក់រដ្ឋការរបស់លោក Donald Trump អញ្ចឹងហើយយើងកំពុងតែចាំមើលទៀតថាតើគោលបំណងរបស់លោក Donald Trump ធ្វើនេះដើម្បីតែបន្លាចពិភពលោកឲ្យបានដឹងអំពីអធិបុលឬក៏អានុភាពរបស់សហរដ្ឋអាមេរិកទៅលើបណ្ដាប្រទេសផ្សេងទៀតឬក៏យ៉ាងណាក៏ប៉ុន្តែនៅពេលថ្មីនេះគឺរដ្ឋការរបស់លោក Donald Trump ក៏កំពុងតែមានវិបត្តិឬកំពុងតែមានបញ្ហាខ្លាំងជាមួយនឹងប្រទេសចិនផងដែរដោយសារតែប្រទេសចិនក៏ពុំសូវបានចុះញោមទៅលើការរដ្ឋបတ်ទៅលើពន្ធគយថ្មីរបស់លោក Donald Trump ផងដែរជាក់ស្ដែងដូចជាលោក Xi Jinping គឺគាត់បានថ្លែងឬក៏គាត់បានប្រាប់ឲ្យមន្ត្រីក្រមអាវ៉ាត់របស់គាត់ទាំងអស់ឲ្យធ្វើការប្រកបទៅដោយភាពស្ងៀមស្ងាត់កុំធ្វើការមានភាពច្របូកច្របល់ដែលជាកត្តាមួយធ្វើឲ្យសហរដ្ឋអាមេរិកកំពុងតែស្វែងយល់ថាតើចិនកំពុងតែមានវិធីសាស្ត្រអ្វីនៅក្នុងការវាយបករបស់ខ្លួនឬក៏យ៉ាងណានោះទេបើទោះបីជាថ្មីនេះលោក Donald Trump បានបង្ហាញថាខ្លួនកំពុងតែមានការចរចាទៅលើពន្ធគយថ្មីជាមួយនឹងរដ្ឋការពេកាំងរបស់លោក Xi Jinping ក៏ប៉ុន្តែបើយើងប្រឡេកទៅមើលប្រទេសចិនវិញនោះគឺគេបានឆ្លើយតបថាគឺពុំទាន់មានការជួបចរចាណាមួយរវាងរដ្ឋមន្ត្រីការបរទេសឬក៏រដ្ឋមន្ត្រីផ្នែកពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនឹងនៅឡើយទេនេះវាគ្រាន់តែជាការលើកឡើងជាប្រយោជន៍របស់លោក Donald Trump តែប៉ុណ្ណោះក៏ប៉ុន្តែនៅក្នុងប្រទេសមួយដែលពោពេញទៅដោយសក្តានុពលទាំងសុភាវុធនិងសេដ្ឋកិច្ចប្រទេសចិនគឺគេរងចាំតែទទួលយកនៅការចរចាណាមួយដែលធ្វើឲ្យប្រទេសទាំងពីរគឺមានដំណាភាពនៃការនាំចេញនាំចូលដូចគ្នាគឺគេអត់ចង់ឲ្យមានការពង្រីកឬការបង្កើននៅចំនួនពន្ធគយចេញចូលនោះទេវាជាកត្តាមួយធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោកវាមានភាពចលាចលខ្លាំងអញ្ចឹងមានតែយើងទាំងអស់គ្នានឹងចាំតាមមើលថាតើប្រទេសទាំងពីរនេះនឹងស្វែងរកតុចរចាដើម្បីធ្វើឲ្យកម្ដៅសេដ្ឋកិច្ចនៅក្នុងពិភពលោកមានភាពធូរស្រាលឬក៏ធ្វើឲ្យកម្ដៅនៃសេដ្ឋកិច្ចវិបត្តិពិភពលោកយើងនឹងមានភាពចុះត្រជាក់ឡើងវិញឬក៏យ៉ាងណាដែរមានតែយើងទាំងអស់គ្នារងចាំមើលទាំងអស់គ្នាបើសិនបើមានព័ត៌មានអីដាក់អាប់ដេតថ្មីទៅជាមួយនឹងបញ្ហាសេដ្ឋកិច្ចរវាងប្រទេសចិនក៏ដូចជាប្រទេសសហរដ្ឋអាមេរិកនៅក្នុងការចរចាទៅលើបញ្ហាពន្ធគយខ្ញុំនឹងប្រមាណប្រមូលព័ត៌មានបន្ថែមដើម្បីជម្រាបជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានកាន់តែយល់ដឹងឬក៏បានជ្រាបអំពីបញ្ហាទាំងអស់នេះពីព្រោះថាបើសិនជាចិនហើយនិងសហរដ្ឋអាមេរិកមានវិបត្តិជាមួយគ្នាផ្នែកសេដ្ឋកិច្ចប្រទេសផ្សេងទៀតដែលជាប្រទេសសម្ព័ន្ធមិត្តឬក៏ជាប្រទេសដែលកំពុងអភិវឌ្ឍគឺត្រូវតែជួបនៅបញ្ហាទាំងអស់នោះជាពំខាននោះទេយើងត្រូវការជំនួយមកពីចិនយើងត្រូវការសហការដៃគូពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកគឺវាសិតសឹងតែជាបញ្ហាឬក៏ជារបត់មួយនៃការចងផ្អោបគ្នាថាតើស្ថានភាពពិភពលោកវាយ៉ាងម៉េចហើយតើស្ថានភាពនៅក្នុងប្រទេសកម្ពុជាយើងវាយ៉ាងណាពីព្រោះថាគឺស្ថិតនៅលើកណ្ដាប់ដៃរបស់បងធំទាំងពីរនឹងតែម្ដង